អូខេនេះគឺជារបៀបដាក់ប្រាក់ចូលលេងកម្សាន្តជាដំបូងអ្នក log in ចូលអ្នកនេះរបស់លោកអ្នករួចហើយនេះគឺជាចំនួនទឹកប្រាក់ដែលអ្នកចង់ដាក់ឧទាហរណ៍ថាអ្នកចង់វេទឹកប្រាក់ចំនួនប៉ុន្មានអញ្ចឹងអ្នកអាចធ្វើការវេចូលនៅកន្លែងហ្នឹងបានឥឡូវឧទាហរណ៍ថាខ្ញុំដាក់$49បាទចុច91បន្ទាប់មកខ្ញុំជ្រើសរើសយកធនាគារដែលយើងប្រើប្រាស់បើយើង ACIDA យើងយក ACIDA ទៅបន្ទាប់មកនេះគឺជាលេខគណនីរបស់ក្រុមហ៊ុនដែលយើងត្រូវវេជូនគេដើម្បីធ្វើការលេងកម្សាន្តចឹងទៅអានេះយើងជ្រើសរើសយកទូរស័ព្ទមកបាទនេះយើងមិនបាច់ជ្រើសរើសទេនេះលេខកង់របស់យើងដែលយើងបានបំពេញបាទនេះយើងដាក់ក្នុងកីឡាឬក៏ game ឬក៏ poker ឬក៏ game បាញ់ត្រីអីចេះអ្នកដែលចូលចិត្តវេបើយើងចង់វេលុយយើងចូលកីឡាយើងដាក់កីឡាបើយើងវេលុយលេងកាស៊ីណូយើងដាក់កាស៊ីណូចឹងមកបន្ទាប់មកយើងវេទឹកលុយចូលនៅក្នុងគណនីឈ្មោះតេបសុខននឹងអីចឹងទៅតែគណនីនេះមានការផ្លាស់ប្ដូរទេសំខាន់គឺយើងត្រូវតែឆែកមើលមុននឹងយើងវេលុយទៅឧទាហរណ៍ថាវាអាចនឹងផ្លាស់ប្ដូរទៅតាមវេនរបស់បុគ្គលិកនីមួយអញ្ចឹងយើងអាចធ្វើការមើលឈ្មោះកន្លែងហ្នឹងឲ្យបានច្បាស់សិនមុននឹងយើងធ្វើការវេប្រាក់ណាបន្ទាប់មកនៅពេលយើងវេរួចយើងអាចធ្វើការคลิกលើពាក្យថាដាក់ប្រាក់បានតមកវាចេញធីហើយសំណើយើងបានជោគជ័យហើយចំនួនទឹកប្រាក់ដែលយើងបានដាក់នៅក្នុងចំបល់គណៈពេលនេះត្រូវធ្វើការរងចាំនេះគឺលេខប្រតិបត្តិការដែលយើងបានដាក់ដែលក្រុមហ៊ុនបាន check invoice យើងបញ្ជាក់ណាទោះបើយើងត្រូវទៅវេលុយទៅក្រុមហ៊ុនមុនបានអាចធ្វើការលេខកម្សាន្តបាន